ហើយគាត់ទៅស្រ័យកិច្ចការយល់ព្រមគ្នាបានប្រមាណចំណុចបាន10ចំណុចបងបាទគឺខ្ញុំតំណាងជួសមុខឲ្យបងប្អូនកម្មករទាំងអស់គ្នាដែលបានពេញចិត្តនឹងការងារគឺសូមសិទ្ធិទាមទារបាតកម្មអ្វីដែលបងប្អូនចង់បានគឺគេរៀបចំឲ្យបានយើង10ចំណុចណែអ្វីដែលបងប្អូនទាមទារគឺ13ចំណុចអញ្ចឹងគឺ3ចំណុចទៀតគឺបងប្អូនទាមទារលើសពេកអញ្ចឹងគេមិនអាចឲ្យផ្ដល់ឲ្យយើងបានទេអាហ្នឹងខុសពីលក្ខខណ្ឌការងារគេបើយើងទាមទារលើសពេកក៏វាអត់បានដែរបាទ3ចំណុចដែលអត់ត្រូវគ្នាហ្នឹងគឺចំណុចអីខ្លះកដាស់យើងទាមទារប្រាក់ខែគឺ10ម៉ានដុល្លារមិននៅ3ទាមទារចំណុចទាំង3ចំណុចនោះសល់មកជាចំណុចកដាស់យើងអាកដាស់ហើយនេះលុយបាយលុយអីគេលុយធ្វើដំណើរលុយបាយចង់និយាយថាលុយធ្វើដំណើរធម្មតាគឺមានតែ7ដុល្លារទេក៏ប៉ុន្តែរោងចក្រនេះគេផ្ដល់ឲ្យម៉ាន13ដុល្លារលុយធ្វើដំណើរគេឲ្យ13ដែរហ្នឹង13ដុល្លារហើយនឹងបើលុយបាយថ្ងៃត្រង់ទាមទារគេ4000តែគេឲ្យបានតែ2000ទេហើយលុយចាក់ទូទៅតែបានថា3ចំណុចដែលយើងទាមទារបានដែរតែអត់ដល់គោលដៅដែលយើងត្រូវចង់បានតែគេឲ្យតាមច្បាប់ហ្នឹងច្បាប់ចឹងគេឲ្យ13ដុល្លារលុយធ្វើដំណើរលុយបាយ2000ចាលុយរោងចក្រផ្សេងហ្នឹងចាអូខេបាទឥឡូវនេះបងស្រីបានន័យថាឥឡូវហ្នឹងគឺអ្វីដែលបងអូននេះគឺតំណាងហ្នឹងគឺបានចូលរួមในការដោះស្រាយហ្នឹងមែនទេចាបងបាទបងអូនយល់យ៉ាងណាដែរប្រព័ន្ធនៃការក្រុមការងាររបស់ក្រសួងចូលដោះស្រាយនឹងរវាងមួយក្រុមហ៊ុនខ្ញុំគិតថាពួកគាត់ដោះស្រាយពួកយើងគឺពួកយើងអាចទទួលយកបានហើយសំណើប៉ុណ្ណឹងហើយមួយណាគាត់ដោះស្រាយយើងយ៉ាងអយុត្តិធម៌ទៀតបាទមិនដូចអ្វីដែលយើងការគិតថាគាត់នៅខាងនោះទេគាត់ដោះស្រាយយើងដោយថាភាពអយុត្តិធម៌ហើយនឹងស្មោះត្រង់ជួយកម្មករនៅខាងក្រៅអញ្ចឹងណាអញ្ចឹងបងអូនស្រីបានភាពជាតំណាងបានព្រមព្រៀងឯកភាពជាមួយនឹងខាងស្ថាប័នពាក់ព័ន្ធនឹងក្រុមហ៊ុនហើយទាំង10ចំណុចអញ្ចឹងបងអូនស្រីសំណូមពរឲ្យបងប្អូនកម្មការនេះយើងចូលធ្វើការនៅក្នុងថ្ងៃហ្នឹងឬមួយក៏យ៉ាងម៉េចដែរខ្ញុំសូមសំណូមពរឲ្យកម្មករយើងទាំងអស់ចូលធ្វើការនៅក្នុងថ្ងៃហ្នឹងព្រោះអីបើយើងធ្វើការក្នុងថ្ងៃហ្នឹងគឺអត់ដាច់លុយទេ2ថ្ងៃហ្នឹងគឺអត់ដាច់លុយទេតែបើយើងមិនចូលធ្វើការក្នុងថ្ងៃហ្នឹងខាងពួកយើងសម្រាប់សម្រួលឲ្យគឺដាច់លុយខាងរោងចក្រគេនឹងកាត់លុយពួកយើងហើយបើពួកយើងអត់ចូលធ្វើការក្នុងថ្ងៃហ្នឹងតែបើយើងចូលគឺអត់ដាច់លុយទេព្រោះអីខាងគាត់សម្រាប់សម្រួលឲ្យយើងរួចហើយបានន័យថាអត្ថប្រយោជន៍ដែលថ្ងៃធ្វើកោតកម្មហ្នឹងបើសិនជាចូលធ្វើការថ្ងៃហ្នឹងគឺក្រុមហ៊ុនរក្សាឲ្យមែនទេចាបងចាអញ្ចឹងយើងសនំពរបងប្អូនយើងយ៉ាងម៉េចដែរក្នុងជាតំណាងកម្មករខ្ញុំជាតំណាងកម្មករដែលថាបងប្អូនលើកពួកខ្ញុំឡើងនេះខ្ញុំសូមសនំពរឲ្យពួកគាត់ចូលធ្វើការធម្មតាទៅក្នុងថ្ងៃហ្នឹងកុំឲ្យមានភាពចលាចលឲ្យកើតឡើងទៀតព្រោះអីពួកបងមកពីថ្នាក់លើគាត់បានជួយយើងអស់ពីសមត្ថភាពហើយហើយកុំគិតថាអើយដោយរោងចក្រចាស់អើយដោះស្រាយអត់បានអីអត់បានបើអើយដោះស្រាយឲ្យអត់បានតកែរោងចក្រគាត់នៅតែប្រឈប់ទៀតពួកយើងមានសិទ្ធិតវ៉ាទៀតហើយព្រោះខាងបងមកពីលើគាត់ទូស្គាល់រួចហើយគាត់ចុះមកផ្ទាល់ដោះស្រាយឲ្យពួកយើងមិនមែនតាអើជាមួយខាងអីគេតំណាងកម្មកររោងចក្រអីដូចមកពីខាងណាខ្ញុំអត់ដឹងតែម្ដងនេះគឺគាត់ថាម៉េចគឺចឹងបាទក្រសួងការងារគឺជាផ្នែកខាងជំរុញឲ្យរោងចក្រអនុវត្តច្បាប់អញ្ចឹងណាចាអញ្ចឹងបើបងប្អូនយើងមិនជឿជាក់លើក្រសួងទៅជឿជាក់លើណាវិញអញ្ចឹងណាហ្នឹងហើយបងប្អូនត្រូវជឿជាក់លើក្រសួងការងារគឺគាត់កាន់ជើងពួកយើងទេយើងចូលធ្វើការអត់ដាច់លុយទេក្នុងរយៈពេលដែលយើងតវ៉ាហើយអ្វីដែលយើងទាមទារចង់បានគឺខាងតកែរោងចក្រក៏ផ្ដល់ឲ្យហើយបាទចាបាទអ្វីដែលចំណុចសំខាន់ការបញ្ឈប់កម្មករដែលគ្មានមូលហេតុមែនទេហ្នឹងហើយគាត់អត់ហើយគាត់ព្រមព្រៀងអស់ហើយព្រមព្រៀងហើយគាត់អត់បញ្ចេញសកម្មភាពដែលបញ្ឈប់កម្មករដោយពួកយើងលើកឡើងនឹងទេបាទហើយបើមានការបញ្ឈប់មានការណែនាំពីម្ដងពីរដងឬពមៀនអីចឹងទៅណាមានការណែនាំ3ដង3ដងទៅ4ដង3ដងទៅ4ដងទៅមានការបញ្ឈប់3ដងទៅ4ដងហើយក្នុងការបញ្ឈប់រយៈពេលម្លងពេល48ម៉ោងខាងក្រុមហ៊ុននឹងបើកលុយឲ្យកម្មករភ្លាមរយៈពេល48ម៉ោងមិនឲ្យលើពី48ម៉ោងទេបញ្ឈប់ហើយអត់បើកលុយឲ្យទេបើគាត់បញ្ឈប់យើងគឺគាត់បើកលុយឲ្យយើងភ្លាមបាទចាអរគុណច្រើនអរគុណដែរបងឥឡូវបងប្អូនយើងសូមបន្តឥឡូវអ្វីដែលតំណាងកម្មកររបស់យើងបាទគាត់បានចូលទៅសម្រួលអ្វីដែលបងប្អូនកម្មករចង់បានឲ្យតំណាងចូលបានចូលមែនទេប្រហែលហ្នឹងណានេះបានចូលហើយក៏បានអស់ចិត្តដល់នឹងមួយខាងរោងចក្រហើយខាងនឹងស្ថាប័នពាក់ព័ន្ធបាទអរគុណណាស់អរគុណច្រើនជូនពរជោគជ័យការងាររបស់គ្នាយើងបងប្អូនយើងចាប់ពីបាទអរគុណបងប្អូនយើងចាប់ពីថ្ងៃនេះស្អែកឡើងទៅគឺចូលធ្វើការទាំងអស់គ្នាបាទ
ហើយក៏មានការភ័យខ្លាចអីសោះគឺយើងចូលធ្វើការទាំងអស់គ្នាដោយចិត្តស្រឡាញ់តែក្តីស្រឡាញ់ចុះ ក្រសួងគាត់អ្នកមកដោះស្រាយឲ្យ អរគុណច្រើនបាទបង អរគុណច្រើនបាទអរគុណ ហ្នឹងហើយឥឡូវនេះតំណាងកម្មករគាត់លើកឡើងថាគាត់បានយល់ព្រមយល់ស្របចូលធ្វើការវិញហើយព្រោះអីការដោះស្រាយនេះគឺការអ្វីដែលកម្មករទាមទារហ្នឹងគឺបានសម្រេចហើយគាត់តែថាខុសគ្នារឿងលុយតែបន្តិចទេដោយសារគាត់ទាមទារ$15ហ្នឹងគឺលើសពីច្បាប់ដែលបានកំណត់លុយថ្លៃធ្វើដំណើរដូច្នេះឥឡូវហ្នឹងគឺខាងក្រុមហ៊ុនគេយល់ព្រមឲ្យ$13ហើយចំពោះការបញ្ឈប់កម្មករដោយអំពើចិត្តហ្នឹងគឺអត់មានទៀតទេលើកលែងតែកម្មករគាត់ធ្វើកំហុសច្រើនដងគឺខាងក្រុមហ៊ុនគាត់ដាក់ក្តាស់ព្រមាន3ដងអីបានមានសិទ្ធិបញ្ឈប់កម្មករបានឥឡូវនេះគាត់អត់មែនបញ្ឈប់តាមទំនើងចិត្តដូចមុនទៀតទេនេះជាការចរចារបស់តំណាងកម្មករជាមួយនឹងក្រុមហ៊ុនក៏ដូចជាមន្ត្រីនៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង បាទបង អ្វីដែលជាការរំលឹកចិត្តរបស់បងប្អូនកម្មករបាទសូមអរគុណ បាទសូមអរគុណច្រើនអញ្ចឹងមានតែបងប្រធានដែលជាក្រសួងការងារតំណាងជាក្រសួងការងារមានតែសម្របសម្រួលនិងដោះស្រាយជូនបងប្អូនជនបន្តទៀត បាទក្នុងនាមមន្ទីរការងារក៏ដូចជាក្រសួងការងារគឺជាអ្នកដែលនៅជិតស្និទ្ធជាមួយបងប្អូនកម្មករយោចិត្តហើយតែងតែយកនៅទុកលំបាកការលំបាករបស់បងប្អូនកម្មករយោចិត្តទៅធ្វើការពិភាក្សានិងដោះស្រាយដើម្បីរកដំណោះស្រាយណាមួយដែលទទួលយកបានទាំងអស់គ្នាទាំងភាគីនយោជកក៏ដូចជាភាគីបងប្អូនកម្មករផងដែរបាទ បាទសូមបញ្ជាក់ជូនបន្តិចបងប្រធានថ្ងៃនេះបើសិនជាបងប្អូនកម្មករនេះយើងគាត់ចូលធ្វើការនៅពេលដែលកន្លះថ្ងៃហ្នឹងចាប់ពីថ្ងៃហ្នឹងទៅរោងចក្រឲ្យដាច់លុយទៅបងប្រធាន ជាការបញ្ជាក់របស់ភាគីរោងចក្របានបញ្ជាក់ឲ្យនៅក្នុងសេចក្តីជូនដំណឹងរបស់គាត់ថាបងប្អូនចូលធ្វើការចាប់ពីពេលនេះតទៅគឺអត្ថប្រយោជន៍គឺក៏ប្រាក់ឈ្នួលទាំងឡាយគិតតាំងពីម្សិលមិញផងនោះគាត់មិនកាត់ទេ បាទបាទ ប៉ុន្តែបើមិនចូលទេអានឹងក្នុងគាត់ក៏បញ្ជាក់ច្បាស់ដែរនៅក្នុងសេចក្តីជូនដំណឹងរបស់គាត់គឺមិនផ្ដល់ជូនទេបាទ បាទសូម បាទសូមអរគុណបាទ អញ្ចឹងថ្ងៃនេះកម្មករគាត់យល់ព្រមចូលធ្វើការវិញ ឥឡូវតាមមើលជាក់ស្ដែងទាំងអស់គ្នាលើតំណាងរបស់គាត់កំពុងធ្វើការជម្រាបទៅដល់បងប្អូនកម្មករដើម្បីសុំឲ្យចូលវិញបាទ អរគុណច្រើនបងដែលបានបញ្ជាក់បាទបាទ អរគុណបង បាទនេះខាងមន្ត្រីនៃប្រធានមន្ទីរការងារគាត់បានបញ្ជាក់យ៉ាងច្បាស់ហើយថាគាត់បានចរចាដោះស្រាយរួចរាល់ហើយបងប្អូន បាយដោះស្រាយបាយខ្លួនឯងទៅចូលឡើងដើម្បីបញ្ជាក់ឲ្យ ខាង យើងមកទៅមួយដល់ដល់13ចំណុចហើយចូលនេះចឹងទៅវិញទៅមានន័យថាដល់ឃើញថាអ្វីដែលបានបានទៀតយើងបានយ៉ាងនេះចូលហើយកម្មផលបានចូលហើយចំណុចចិត្តសំខាន់នោះគឺថាអូនចូលទៅចូលហើយដល់មកយ៉ាងវត្តមានខាងប្រធានមន្ទីរការងារខេត្តស្វាយរៀងគាត់បានចុះមករកដំណោះស្រាយជូនបងប្អូនកម្មករយើងអ្វីដែលចង់ជឿនទីឲ្យតកែមកចង់និយាយផ្ទាល់ជាមួយយើងអានឹងរៀបចំផ្នែកចង់ចាញ់ហើយគេមានតំណាងគេមកធ្វើការហើយគេបានបញ្ជាក់បានផ្ដិតបានអីមេដៃលើឯកសារទុកជាផ្លូវការទាំងអស់គ្នាហើយអញ្ចឹងសូមឲ្យបងប្អូនយើងស្ងប់ចិត្តហើយកុំនៅទៀមទានឹងទៀតបើគេទៅទៀមទាមួយហើយមួយទៀតអានឹងរឿងយើងដោះស្រាយមិនចប់ទេណាចឹងអូនជាតំណាងនាំគ្នាជម្រាបដល់បងប្អូនយើងឲ្យធ្វើម៉េចឲ្យពួកគាត់បានចូលធ្វើការទៅបាទ អរគុណច្រើនបងបាទឥឡូវនេះបងប្អូនយើងខាងប្រធានមន្ទីរគាត់បានបញ្ជាក់ឲ្យថាគាត់បានចូលរួមរកដំណោះស្រាយជូនបងប្អូនកម្មករហើយអ្វីដែលកម្មករនៅពេលនេះគឺមិនដឹងថាបងប្អូនកម្មករគាត់ចូលធ្វើការឬក៏យ៉ាងណាទេប៉ុន្តែទៀមទាលក្ខខណ្ឌដែលពួកគាត់ទៀមទាគឺភាគច្រើនគឺត្រូវបានដោះស្រាយហើយប៉ុន្តែនៅចំណុចខ្លះនោះដូចជាទាលុយគាត់ទាលុយថ្លៃធ្វើដំណើរ$15ខាងក្រុមហ៊ុនគេឲ្យ$13អានេះជាតាមច្បាប់ដែលបានកំណត់ចឹងណាឥឡូវនេះខាងមន្ទីរគាត់ចង់ឲ្យ
បងប្អូនកម្មករចូលទៅធ្វើការវិញនៅលើនេះហើយបើតាមការបញ្ជាក់របស់គាត់បានបញ្ជាក់ថាបើកម្មករគាត់ចូលធ្វើការវិញថ្ងៃនេះអ្វីដែលគាត់តវ៉ាតាំងពីម្សិលមិញមកហ្នឹងគឺអត់ដាច់លុយទេគឺគាត់បានលុយនៅរក្សាលុយប្រាក់ឈ្នួលដដែលនៅថ្ងៃដែលគាត់ធ្វើកោតកម្មហ្នឹងប៉ុន្តែបើសិនជាកម្មករគាត់អត់យល់ព្រមចូលធ្វើការថ្ងៃនេះទេគឺនឹងដាច់លុយថ្ងៃដែលគាត់ធ្វើកោតកម្ម2ថ្ងៃហ្នឹងគឺដាច់លុយនេះតាមការបញ្ជាក់របស់ខាងធានទីដែលបានយល់ព្រមគ្នាជាមួយតំណាងកម្មករហើយនឹងតំណាងក្រុមហ៊ុនរួមទាំងមន្ត្រីនៃមន្ទីរការងារផងដែរសូមបញ្ជាក់ម្ដងទៀតថាពាក់ព័ន្ធនឹងការបញ្ឈប់កម្មករដោយតាមអំពើចិត្តហ្នឹងគឺខាងក្រុមហ៊ុនគេឡើងមានទៀតហើយគឺគេដាក់ក្តាស់ពមៀនពីម្ដងទៅ3ដងបានគេបញ្ឈប់ទៀតអត់មានឲ្យបញ្ឈប់ដូចលើកមុនអីទៀតទេនេះតាមការលក្ខខណ្ឌដែលបានយល់ព្រមគ្នាក្នុងការចរចាចូលថ្ងៃហ្នឹងគេចូលថ្ងៃហ្នឹងអត់ដឹងទេអត់ដឹងទេព្រោះអីដឹងចឹងបាទបើយើងចូលថ្ងៃនេះវាអត់ដាច់លុយប៉ុន្តែខ្ញុំមិនដឹងថាលក្ខខណ្ឌនេះវាចាំខ្ញុំមើលអានេះលំបាត់តិចវាយើងទីទៀតហ្នឹងដូចគេយកប្រមាណឥឡូវនេះយើងអត់ទាន់ដឹងថាកម្មករគាត់ព្រមចូលឬក៏យ៉ាងណាទេចាំមើលកម្មករនៅខាងមុខនេះតទៀតឥឡូវនេះយើងឃើញមានវត្តមានតំណាងខាងរដ្ឋបាលហ្នឹងគាត់មកហៅកម្មករឲ្យចូលទៅធ្វើការវិញឥឡូវនេះយើងឃើញមានកម្មករខ្លះគាត់ចាប់ផ្ដើមចូលធ្វើការហើយឬនេះកម្មករយើងឃើញមានចូលពីម៉ូតូហើយមិញគាត់ឥឡូវនេះកម្មករគាត់ហើយយើងនឹងអាចចូលនឹងធ្វើការវិញឥឡូវនេះគាត់ពោះហៅគ្នាដើម្បីចូលធ្វើការវិញបាទនេះថាការស្វែងរកដំណោះស្រាយរបស់គាត់ហ្នឹងគឺបានចាប់សពគ្រប់បងប្អូន
lợiនេះកម្មក៏មានអ្នកខ្លះចូលអ្នកខ្លះគាត់អត់ចង់ចូលទេអូក្តៅណាស់បងប្អូនអើយអរគុណច្រើនបងប្អូនខ្ញុំនឹងបញ្ចប់ការ live តែប៉ុណ្្នេះ